សួស្តីទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំនឹងមកស្រង់ត្រីដាក់កែវប្រហែលគ្រាប់ដើម្បីបង្អួតសម្រស់អញ្ចឹងទៅណាហើយដោយសារតែមានគ្នាយើងគាត់ចង់ឲ្យខ្ញុំបង្អួតសម្រស់ត្រីបន្តិចអញ្ចឹងទៅខ្ញុំក៏ធ្វើតាមតែបើជ្រុលជាអួតហើយអួតពូជប្លែកគ្នាយើងបើពូជទូទៅតដែរខ្ជិលអួតណាអួតអាពូជដែលវាប្លែកចម្លែកអញ្ចឹងទៅណាហើយខ្ញុំក៏ដាក់លក់ដែរគ្នាយើងហើយតម្លៃវិញគឺធានាឲ្យថាវាថោកមែនទែនសម្រាប់គ្នាចង់បានណាចាំឆាប់ណាហើយតោះកុំឲ្យខាតពេលយូរយើងទៅមើលទាំងអស់គ្នាអូខេនេះគឺជាក្របទី1គឺយើងអាចសម្លឹងទៅមើលរូបរាងរបស់វាបានគឺពិតជាស្អាតហើយនឹងប្លែកមែនទែនសម្រាប់កតុយរបស់វាមិនមែនដាច់ទេណាគឺយើងមើលឲ្យច្បាស់បន្តិចបានដឹងក៏ប៉ុន្តែចុងកតុយរបស់វាហ្នឹងគឺពណ៌ថ្លាយើងអាចមើលទ្រុសពីម្ខាងទៅម្ខាងបានអញ្ចឹងទៅណាហើយជាមួយនឹងពណ៌ highlight នៅពីក្រោមកតុយនឹងតិចឃើញបែបកាញ់ដូចជាកម្មប្រមាហ្នឹងគឺជា highlight របស់វាទេមិនមែនដាច់កតុយទេណាក៏ពិតកតុយវាមូលស្អាតមកក្របនេះវាអត់ដឹងជាពូជអីទេយើងវាគ្រាន់តែជាពូជបំលែងនៅក្នុងសម្បុកតែប៉ុណ្្នឹងឯងទៅបានធ្វើវាមានរូបរាងប្លែកនិងចម្លែកហើយស្អាតមែនទែនវាមានមកគូតែសម្រាប់មីមេខ្ញុំអត់បានបង្ហាញទេបើសិនជាយើងយកទៅអានឹងគឺខ្ញុំថែមមីមេឲ្យតែម្ដងណាអាឈ្មោលគឺយើងបង្ហាញតែឈ្មោលទេសម្រាប់មីមេគឺយើងអត់បង្ហាញទេតែបើសិនជាយើងទិញខ្ញុំនឹងថែមមីមេទៅឲ្យហើយតម្លៃគឺពិតជាធូរមែនទែនមកគូគឺគិតតែ 15,000 រៀលទេអានេះគឺជាឈ្មោលក្របទី2ពិតជាស្អាតអានេះគឺជាពូជខ្លាគ្នាយើងខ្ញុំដាក់ឈ្មោះឲ្យទេក៏ប៉ុន្តែវាក៏ជាពូជបំលែងនៅក្នុងសម្បុកដែរវាចេញមកបែបប្លែកណាវាបំលែងពូជចេញមកប្លែកតែខ្ញុំក៏ហៅវាខ្លាដោយសារតែសម្បុរវាមើលទៅដូចខ្លាអញ្ចឹងយើងគឺពណ៌ខ្មៅលាយជាមួយនឹងពណ៌សឡាយពេញខ្លួនតែម្ដងណាគឺស្អាតមែនតែនមកក្របនេះមកក្របនេះគិតទៅបើសិនជាយើងមើលអាយុកាន់តែស្អាតណាស់គឺយើងមើលបានគឺសម្រស់របស់វាមានប៉ាជាមួយនឹងពណ៌ផ្ទៃមេឃតិចទៀតគិតពិតជាស្អាតមែនហើយកតុយវាកន្លែងខ្លះគឺអាចមើលធ្លុះពីម្ខាងទៅម្ខាងដូចអាមុននឹងដែរនិយាយចាំទៅគឺវាស្អាតហើយប្លែកចឹងបើគេចង់បានមកក្របហ្នឹងក៏ដោយក៏លក់ដែរណាចាំដាក់មីមេទៅឲ្យទៀតបើសិនជាយកអាឈ្មោះថែមទៅទាំងមីមេតែម្ដងគឺស្អាតមែនទែនណាមកក្របហ្នឹងខ្ញុំនិយាយមែនណាមិនចេះតែនិយាយទេគឺយើងមើលបានគឺស្អាតតែមែនទែនគឺអូយនេះគឺជាអាឈ្មោលទី3អាឈ្មោលមកក្របនេះក៏ស្អាតដែរគឺយើងមើលទៅស្តៀងគ្នាក៏ប៉ុន្តែបើសិនជាមើលអាយុគឺខុសគ្នាតែបើពណ៌វាអាចនឹងចលះគ្នាដែរហ្នឹងណានិយាយចំទៅក៏ប៉ុន្តែពួកនេះវាមិនមែនសម្បុកផ្សេងគ្នាទេវាគឺជាត្រីនៅក្នុងសម្បុកតែមួយទេណាគ្នាយើងដោយសារតែវាទទួលសែនអត់បានពេញលេញដូចគេទៅបានធ្វើឲ្យពួកវាប្លែកគឺប្លែកមែនទែនហើយនៅមានប្រមាណក្របទៀតតែដកមកតែប៉ុណ្្នឹងទេយើងຕົកធ្វើពូជខ្លះដោយសារវាប្លែកអញ្ចឹងទៅណាគេយើងស្អាតមែនទែនណាមកក្របនេះក៏ស្អាតដែរអ្នកគេបានកតុយពួកវាក៏ពិតអត់បានដាច់អត់បានលហែកទៅណាទេគឺជា highlight របស់ពួកវាផ្ទាល់កន្លែងខ្លះវាថ្លាមើលពីធ្លុះពីម្ខាងទៅម្ខាងហើយមកក្របគឺពិតជាស្អាតហើយប្លែកហើយសិតតែមានមេណាគឺយើងទិញអាឈ្មោលគឺថែមឲ្យមីមេតែម្ដងហើយគិតតែមកក្របតែ 15,000 ទេហើយទិញទៅបានទាំងមីមេទៀតអានេះគឺជាការចែកទៅឲ្យលេងទេណាចែកទៅឲ្យលេងណាបើគិតតម្លៃធូរអញ្ចឹងបើតម្លៃវាពេញហោចណាស់ក៏មកគូបាន 30,000 ដែរអូខេយើងចង់បានអីគឺកុំភ្លេចឆាតមកណាគឺខ្ញុំដាក់ link ឆាតនៅក្នុង commentគឺស្អាតមែនទែនបើពួកប្លែកអញ្ចឹងគឺមើលទៅវារៀងស្អាតមួយយ៉ាងដែរបើយើងមើលយូរទៅកាន់តែស្អាតមែនហ្នឹងខ្ញុំមើលយូរកាន់តែស្អាតអូខេហើយនេះគឺជាក្របទី4អានេះមិនបាច់និយាយក៏គ្នាយើងស្គាល់អាចមើលស្គាល់ដែរវាគឺជាប្រភេទ Black Star ដែលអត់សក់ជា Black Star ដែលវានៅពណ៌ខៀវណាគឺយើងអានេះគឺខ្ញុំម៉ាក់វាហើយវាអត់សក់ទេគឺខ្សែវាគឺចូលខ្សែ S បូកហើយវាអត់តន់ប្រែពណ៌ទេអញ្ចឹងមានន័យថាវាអត់សក់ត្រីដែលវាអត់សក់គឺវានៅពណ៌ខៀវដិតស្អាតអញ្ចឹងឯងអញ្ចឹងក៏វាស្អាតមួយបែបទៅណាបើសិនជាវាសក់វាស្អាតចេញជា Black Star ដល់វាអត់សក់វាចេញពណ៌ខៀវដិតស្អាតបែបហ្នឹងឯងគឺយើងមកក្របនេះវាសម្បូរពូជបែបនេះវាសម្បូរខ្លាំងមែនទែនមិនត្រីក្រឹមមិនពពូជសៀមពពូជវៀតណាមណាគឺយើងមើលអាយុអត់ដឹងថាវាប្លែកគឺពណ៌វាគឺពណ៌ដិតស្អាតអត់ដូចពពួកសៀមពពួកវៀតណាមទេអញ្ចឹងគេចង់បានអីឆាត់មកខ្ញុំដាក់ត្រីនៅក្នុងវីដេអូហ្នឹងគឺសិតតែ discount ឲ្យទេគឺយកចែកគ្នាយកទៅលេងធ្វើពូជយកទៅធ្វើពូជអូខេយើងមានតែប៉ុណ្្នឹងទេអរគុណបាយបាយ